អ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេមិនថាអ្នកកំពុងមើល TikTok មើល YouTube លេងហ្គេមស្ដាប់បទចម្រៀងឬសូម្បីតែចេញដើរលេងក៏អ្នកនៅតែមានអារម្មណ៍ថាធុញតើការធុញកើតឡើងដោយសារយើងគ្មានអ្វីធ្វើមានដែរឬទេឬខួរក្បាលរបស់យើងកំពុងព្យាយាមប្រាប់អំពីអ្វីមួយមានដែរឬទេអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺការធុញមិនមែនតែងតែជារឿងអាក្រក់នោះទេតាមពិតទៅវាអាចជាគន្លឹះដែលនាំទៅរកគំនិតថ្មីៗការច្នៃប្រឌិតនិងការផ្លាស់ប្ដូរជីវិតដូច្នេះហេតុអ្វីបានជាយើងធុញនៅក្នុងវីដេអូនេះយើងនឹងស្វែងរកចម្លើយពីវិទ្យាសាស្ត្រនិងចិត្តសាស្ត្រដើម្បីយល់ថាហេតុអ្វីអារម្មណ៍មួយនេះកើតឡើងនិងអ្វីដែលវាកំពុងតែព្យាយាមប្រាប់យើងកុំភ្លេចចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតតោះទស្សនាទាំងអស់គ្នាអ្នកធ្លាប់កត់សម្គាល់ទេថាពេលខ្លះយើងមានអ្វីគ្រប់យ៉ាងនៅចំពោះមុខមានទូរស័ព្ទដៃមានអ៊ីនធឺណិតមាន YouTube មាន TikTok មានហ្គេមមានចម្រៀងហើយមានមិត្តភ័ក្តិអាចជជែកវិញ្ញាចបានគ្រប់ពេលវេលាប៉ុន្តែយើងនៅតែអាចនិយាយពាក្យមួយម៉ាត់នេះថាហើយខ្ញុំធុញណាស់ហេតុអ្វីទៅតើការធុញគ្រាន់តែជាអារម្មណ៍មួយប៉ុណ្ណោះមែនដែរឬទេឬវាមានអត្ថន័យជ្រាលជ្រៅជាងនេះទៅទៀតតាមការពន្យល់របស់ចិត្តវិទ្យាថាការធុញគឺជាអារម្មណ៍ដែលកើតឡើងនៅពេលដែលខួរក្បាលរបស់យើងចង់ធ្វើអ្វីដែលមានន័យឬគួរឲ្យចាប់អារម្មណ៍ប៉ុន្តែมันអាចរកឃើញបាននិយាយឲ្យសាមញ្ញមកខួរក្បាលរបស់អ្នកកំពុងតែនិយាយថាខ្ញុំចង់បានអ្វីដែលមានន័យជាងនេះមុននឹងស្វែងយល់ពីមូលហេតុជួយយើងសាកយល់ឲ្យច្បាស់សិនថាតើធុញគឺជាអ្វីអ្នកចិត្តវិទ្យាកំណត់និយមន័យធុញថាជាស្ថានភាពមួយដែលចិត្តយើងចង់បានការជំរុញអារម្មណ៍ប៉ុន្តែมันអាចរកបានឬអ្វីដែលកំពុងធ្វើมันអាចផ្គប់ចិត្តបានគ្រប់គ្រាន់អ្នកខ្លះធុញទោះបីកំពុងធ្វើការច្រើនក៏ដោយព្រោះការងារនោះมันអាចមានអត្ថន័យសម្រាប់ពួកគេដូច្នេះការធុញមិនមែនអាស្រ័យទៅលើអ្វីដែលកំពុងកើតឡើងជុំវិញខ្លួនយើងនោះទេប៉ុន្តែអាស្រ័យលើរបៀបដែលចិត្តរបស់យើងតាក់ទងជាមួយនឹងពេលបច្ចុប្បន្នផងដែរហេតុអ្វីបានជាខួរក្បាលរបស់យើងធុញទស្សនវិជ្ជាសាស្ត្រខួរក្បាលធុញមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រព័ន្ធសារជាតិគីមីដែលហៅថាដូផូមីនតាមទស្សនវិជ្ជាសាស្ត្រខួរក្បាលធុញមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រព័ន្ធសារជាតិគីមីដែលហៅថាដូប៉ាមីនជាសារជាតិដែលធ្វើឲ្យយើងមានអារម្មណ៍រំភើបចង់បានច្រើនទៀតរាល់ពេលដែលយើងទទួលបានអ្វីថ្មីដូចជា like ថ្មីលើ Facebook សារថ្មីនៅលើទូរស័ព្ទឬវីដេអូថ្មីនៅលើ TikTok ខួរក្បាលនឹងបញ្ចេញដូប៉ាមីនធ្វើឲ្យយើងមានអារម្មណ៍ល្អមួយផ្លែតបញ្ហាគឺខួរក្បាលរបស់យើងកាន់តែសឿមនឹងកម្រិតជំរុញនេះកាន់តែច្រើនឡើងនៅពេលដែលយើងទទួលបានការជំរុញញឹកញាប់ពេកដូចជាការមើលវីដេអូខ្លីៗជាបន្តបន្ទាប់ខួរក្បាលនឹងទាមទារនូវការជំរុញកាន់តែខ្លាំងនិងកាន់តែលឿនជាងមុនលទ្ធផលគឺសកម្មភាពធម្មតាដូចជាការអានសៀវភៅការសន្ទនាជាមួយមិត្តភក្តិឬសូម្បីតែគិតដោយស្ងប់ស្ងាត់តែងតែហាក់ដូចជាយឺតនិងគួរឲ្យធុញជាងមុននេះហើយគឺជាមូលហេតុមួយដែលអ្នកវិទ្យាសាស្ត្រជាច្រើនចាត់ទុកបញ្ហាធុញញឹកញាប់ថាជាផលវិបាកមួយនៃសម័យបច្ចេកវិទ្យាជាពិសេសនៅក្នុងចំនួនក្មេងជំទង់និងយុវជនដែលធំធាត់ជាមួយនឹងទូរស័ព្ទដៃលើពីនេះទៅទៀត
ការសិក្សាមួយចំនួនបង្ហាញថាការមានជំរឿច្រើនហួសកម្រិតក៏ជាមូលហេតុមួយដែលធ្វើឲ្យមនុស្សសម័យទំនើបធុញកាន់តែងាយនៅពេលដែលយើងមានកម្មវិធីទូរទស្សន៍រាប់ពាន់ឲ្យជ្រើសរើសមានផលិតផលរាប់ពាន់ឲ្យទិញចិត្តយើងបែរជាមិនអាចសម្រេចចិត្តបានហើយចុងក្រោយមិនបានពេញចិត្តនឹងអ្វីដែលបានជ្រើសរើសនោះឡើយខ្ញុំសួរសំណួរអ្នកមួយសំណួរតើលោកអ្នកចាំបានទេនៅពេលដែលលោកអ្នកអង្គុយស្ងៀមមួយកន្លែងដោយគ្មានទូរស័ព្ទដៃគ្មានតន្ត្រីគ្មានអ្វីទាំងអស់លើកលែងតែគំនិតរបស់ខ្លួនឯងភាគច្រើនប្រហែលជាមិនចាំបានទេព្រោះនៅក្នុងសម័យបច្ចុប្បន្នរាល់ពេលដែលមានវិនាទីណាទំនេរយើងតែងតែលើកទូរស័ព្ទឡើងភ្លាមដោយស្វ័យប្រវត្តិមិនចាំបាច់គិតផង Social media ត្រូវបានរចនាឡើងជាពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់យើងឲ្យបានយូរតាមដែលអាចធ្វើបានវីដេអូខ្លីៗបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ត្រូវបានរចនាឡើងដើម្បីកុំឲ្យខួរក្បាលយើងមានពេលសម្រាកធុញឬឆ្លុះបញ្ចាំងអំពីអ្វីដែលកំពុងកើតឡើងលទ្ធផលគឺយើងទទួលបានព័ត៌មាននិងការកម្សាន្តច្រើនហួសកម្រិតប៉ុន្តែស្រាប់តែមានអារម្មណ៍ទទេថែមទៀតផងបន្ទាប់ពីបិទទូរស័ព្ទនេះជាភាពផ្ទុយគ្នាដ៏គួរឲ្យចាប់អារម្មណ៍មួយយើងកាន់តែជំរុញខួរក្បាលច្រើនតែចិត្តយើងបែរជាកាន់តែទទេអ្នកចិត្តវិទ្យាមួយចំនួនហៅបានទៅភូតនេះថា Digital Boredom ឬធុញ Digital ដែលកើតឡើងព្រោះខួរក្បាលទទួលការជំរុញច្រើនពេកតែគ្មានអត្ថន័យជ្រៅជាមួយវាឡើយក្នុងព្រះពុទ្ធសាសនាការធុញអាចត្រូវបានយល់តាមរយៈគោលការណ៍អរិយសច្ចៈ4គឺមានន័យថាការពិតដ៏ប្រសើរ4យ៉ាងការពិតទី1គឺទុក្ខជីវិតតែងតែមានទុក្ខជារឿងធម្មតាទុក្ខគឺជាទម្រង់មួយនៃទុក្ខនេះដែរព្រោះវាជាស្ថានភាពនៃចិត្តដែលមិនពេញចិត្តនឹងបច្ចុប្បន្នខណៈការពិតទី2គឺសមុទ័យមូលហេតុនៃទុក្ខដែលកើតចេញពីតណ្ហាគឺចំណងចង់បានធុញកើតឡើងព្រោះចិត្តយើងចង់បានអ្វីមួយផ្សេងពីអ្វីដែលកំពុងកើតឡើងឥឡូវនេះនៅពេលកំពុងធ្វើការចិត្តចង់សម្រាកនៅពេលកំពុងសម្រាកចិត្តចង់រកអ្វីមួយធ្វើចិត្តយើងតែងតែរត់ចេញពីបច្ចុប្បន្នខណៈទៅរកអតីតកាលឬអនាគតកាលដោយមិនចេះនៅស្ងប់ជាមួយនឹងអ្វីដែលកំពុងកើតឡើងឡើយព្រះពុទ្ធអង្គបានបង្រៀនថាចិត្តមនុស្សប្រៀបដូចជាសត្វស្វាដែលតោងជាប់ពីមែកមួយទៅមែកមួយទៀតមិនចេះនៅស្ងប់ស្ងៀមណាមួយបានយូរនោះឡើយនេះហើយជាធម្មជាតិនៃចិត្តដែលធ្វើឲ្យធុញកើតឡើងញឹកញាប់ព្រោះចិត្តមិនចេះពេញចិត្តនឹងអ្វីមួយបានយូរនោះឡើយការពិតទី3នោះគឺនិរោធការរំដោះចេញពីទុក្ខគឺអាចធ្វើទៅបានធុញមិនមែនជាចំណុចដែលមិនអាចដោះស្រាយបានទេនៅពេលដែលចិត្តយើងចេះនៅស្ងប់ជាមួយនឹងបច្ចុប្បន្នខណៈដោយមិនប្រកាន់ថាត្រូវតែមានអ្វីមួយកើតឡើងជានិច្ចធុញនឹងរលាយបាត់ទៅដោយខ្លួនឯងការពិតទី4គឺមាគ៌ាឆ្ពោះទៅកាន់ការរំដោះគឺតាមរយៈការអនុវត្តសតិជាការចេះដឹងខ្លួនថាកំពុងធ្វើអ្វីគិតអ្វីនិងមានអារម្មណ៍អ្វីនៅពេលបច្ចុប្បន្នដោយមិនចាំបាច់ដេញតាមចង់បានអ្វីមួយបន្ថែមទៀតលោកគ្រូអាចារ្យជាច្រើនបង្រៀនថាធុញជាសញ្ញាដ៏ល្អមួយដែលប្រាប់ថាចិត្តយើងកំពុងស្វែងរកអ្វីមួយពីខាងក្រៅដើម្បីបំពេញភាពទទេនៅខាងក្នុងការយល់ដឹងអំពីរឿងនេះជាជំហានដំបូងដើម្បីចាប់ផ្ដើមស្វែងរកភាពសុខសាន្តពិតប្រាកដដែលមិនអាស្រ័យលើកត្តាខាងក្រៅឡើយចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយគឺថាធុញមិនមែនតែងតែជារឿងអាក្រក់ទាំងស្រុងនោះទេអ្នកចិត្តសាស្ត្រមួយចំនួនបានរកឃើញថាធុញអាចជាកត្តាជំរុញឲ្យមានគំនិតច្នៃប្រឌិត
នៅពេលដែលចិត្តយើងគ្មានការជំរុញពីខាងក្រៅខួរក្បាលនឹងចាប់ផ្ដើមធ្វើការផ្ទាល់ខ្លួនស្វែងរកគំនិតថ្មីភ្ជាប់ព័ត៌មានចាស់ចូលគ្នានិងបង្កើតគំនិតច្នៃប្រឌិតអ្នកនិពន្ធអ្នកគូររោគនិងអ្នកបង្កើតច្នៃប្រឌិតជាច្រើនបានទទួលស្គាល់ថាគំនិតល្អបំផុតរបស់ពួកគេតែងតែកើតឡើងនៅពេលដែលគេធុញឬស្ងប់ស្ងាត់មិនមែននៅពេលកំពុងជាប់ជាមួយអេក្រង់ទូរស័ព្ទនោះឡើយដូច្នេះជំនួសឲ្យការរត់ចេញពីធុញភ្លាមដោយលើកទូរស័ព្ទគូសាកល្បងអង្គុយស្ងៀមមួយផ្លែតសង្កេតមើលអារម្មណ៍ធុញនោះថាវាមានអារម្មណ៍យ៉ាងណាតើវានៅត្រង់ណាក្នុងខ្លួនសំណួរនេះអាចនាំចិត្តយើងឲ្យចេះនៅជាមួយបច្ចុប្បន្នខណៈបានកាន់តែច្រើនឡើងមកដល់ត្រង់ចំណុចនេះសូមចែករំលែកវិធីអនុវត្តជាក់ស្ដែងចំនួន4យ៉ាងដែលអាចជួយកាត់បន្ថយភាពធុញក្នុងជីវភាពប្រចាំថ្ងៃបានទី1សាកល្បងកំណត់ពេលវេលាមិនប្រើទូរស័ព្ទក្នុងមួយថ្ងៃទោះបីតែ15នាទីទៅ30នាទីក៏ដោយក្នុងកំឡុងពេលនោះសង្កេតមើលចិត្តខ្លួនឯងថាមានប្រតិកម្មយ៉ាងណាទី2អនុវត្តសតិក្នុងសកម្មភាពសាមញ្ញប្រចាំថ្ងៃដូចជានៅពេលបរិភោគអាហារដើរឬងូតទឹកសាកល្បងបដោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើសកម្មភាពទាំងនោះដោយមិនគិតពីរឿងផ្សេងទី3ជំនួសពេលទំនេរដោយសកម្មភាពដែលមានអត្ថន័យដូចជាការអានសៀវភៅការនិយាយជាមួយគ្រួសារឬការធ្វើសមាធិជំនួសឲ្យការរំកិលទូរស័ព្ទដោយស្វ័យប្រវត្តិទី4ព្យាយាមកំណត់អត្ថន័យឲ្យសកម្មភាពដែលកំពុងធ្វើទោះបីតែជាការងារធម្មតាក៏ដោយការសិក្សាបង្ហាញថាធុញភាគច្រើនកើតឡើងនៅពេលដែលយើងមិនឃើញអត្ថន័យឬគោលដៅច្បាស់លាស់ក្នុងអ្វីដែលកំពុងធ្វើនោះឡើយធុញគឺជាផ្នែកមួយធម្មជាតិនៃចិត្តមនុស្សមិនមែនជារឿងគួរឲ្យខ្លាចឬគួរគេចវេះនោះទេក្នុងន័យវិទ្យាសាស្ត្រវាកើតឡើងព្រោះខួរក្បាលទាមទារការជំរុញកាន់តែច្រើនក្នុងសម័យបច្ចេកវិទ្យាក្នុងនៃព្រះពុទ្ធសាសនាជាទម្រង់មួយនៃទុក្ខដែលកើតចេញពីតណ្ហាចង់បានអ្វីផ្សេងពីបច្ចុប្បន្នខណៈប៉ុន្តែជាមួយគ្នានេះការធុញក៏អាចជាឱកាសដ៏ល្អមួយដែរសម្រាប់ការឆ្លុះបញ្ចាំងការច្នៃប្រឌិតនិងការស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់ប្រសិនបើយើងចេះទទួលយកវាជំនួសឲ្យការរត់គេចវាជានិច្ចលើកក្រោយពេលលោកអ្នកមានអារម្មណ៍ថាធុញជំនួសឲ្យការបើកទូរស័ព្ទភ្លាមសាកល្បងផ្អាកមួយផ្លែតហើយសួរខ្លួនឯងថាតើចិត្តខ្ញុំកំពុងស្វែងរកអ្វីចម្លើយអាចនាំលោកអ្នកទៅរកភាពយល់ដឹងថ្មីមួយអំពីខ្លួនឯងប្រសិនបើលោកអ្នកចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច Like Subscribe ដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតសូមអរគុណបាយ